សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីម៉ាស៊ីន Easy Source 3 in 1 ដែលម៉ាស៊ីននេះគឺមានតួម៉ាស៊ីនចំនួន1ប៉ុន្តែមាន function ហ្នឹងរហូតដល់3ដែល function ទី1ហ្នឹងគឺយើងការធ្វើការតេស្តទៅលើ glucose function ទី2តេស្តទៅលើ cholesterol ហើយ function ទី3ហ្នឹងតេស្តទៅលើ uric acid អញ្ចឹងផលិតផលនេះគឺជាផលិតផលរបស់ប្រទេសអាល្លឺម៉ង់អញ្ចឹងនៅក្នុងម៉ាសារបស់ម៉ាស៊ីននេះគឺមានជាមួយនឹងតួម៉ាស៊ីនចំនួន1មានtest strip របស់ cholesterol ហ្នឹងចំនួន1មាន test strip របស់uric acid 1និងមាន test strip របស់ glucose 1ហើយនឹងមានជាមួយប៊ិចម្ដងដែលប៊ិចហ្នឹងគឺសម្រាប់ដាក់បញ្ចូលហើយប៊ិចហ្នឹងដែរគឺយើងអាចធ្វើការកំណត់លេខទៅតាមកម្រិតដៃរបស់បងបានដែលយើងមានចាប់ពីលេខ1ដល់លេខ6ហើយឥឡូវខ្ញុំសូមប្រាប់ពីរបៀបនៃការប្រើប្រាស់របស់ម៉ាស៊ីននេះតែម្ដងអញ្ចឹងម៉ាស៊ីននេះគឺយើងប្រើប្រាស់ជាមួយនឹងថ្មកាក់នៅពេលដែលបងដាក់ថ្មកាក់ហ្នឹងចូលទៅក្នុងម៉ាស៊ីនហើយគឺវានឹងលោតលេខនៅលើតួអេក្រង់ហ្នឹងមានន័យថាម៉ាស៊ីនយើងដំណើរការហើយបន្ទាប់មកគឺយើងធ្វើការជ្រើសរើសជាមួយនឹងតេស្តណាមួយដែលយើងចង់តេស្តតែនៅក្នុងតេស្តនីមួយគឺមានជាមួយនឹងកាត់តម្គាល់ឥឡូវខ្ញុំសូមជ្រើសរើសជាមួយនឹងតេស្ត glucose យកមកបង្ហាញអញ្ចឹងយើងធ្វើការដាក់ SIM card របស់ glucose ចូលមកបន្ទាប់មកទៀតគឺយើងធ្វើការដាក់ជាមួយនឹង strip test ចូលទៅក្នុងតួម៉ាស៊ីនអញ្ចឹងនៅពេលដែលបងបើកប្រអប់ strip test នេះហើយគឺបងត្រូវបិទវិញឲ្យលឿនដើម្បីកុំឲ្យខ្យល់ចូលទៅក្នុងប្រអប់ហ្នឹងវាអាចនឹងខូចគុណភាពសន្លឹកតេស្តបន្ទាប់មកគឺយើងដាក់ strip test ហើយវាលោតជាមួយនឹងសញ្ញាតំណក់ឈាមនៅលើតួអេក្រង់ហ្នឹងមានន័យថាយើងត្រូវដាក់ឈាមទៅក្នុង strip test ហើយប៊ិចនេះគឺយើងធ្វើការដាក់បញ្ចូលបន្ទាប់ពីយើងធ្វើការដាក់បញ្ចូលហើយយើងត្រូវបកដកក្បាលបញ្ចូលនឹងចេញហើយបិទប៊ិចវិញបន្ទាប់មកទៀតគឺយើងធ្វើការកំណត់លេខទៅតាមកម្រិតដៃហ្នឹងទៅខ្ញុំកំណត់យកលេខ3ហើយយើងធ្វើការ aspirate ប៊ិចមួយហើយមុនពេលដែលយើងជួសនឹងដៃហ្នឹងគឺយើងត្រូវការជូតអាល់កុលឲ្យស្អាតជូតសម្អាតមេរោគតមកគឺយើងធ្វើការយកប៊ិចហ្នឹងយកទៅជួសនៅលើដៃយើងហើយយកម៉ាស៊ីនហ្នឹងដាក់ជាមួយនឹងតំណក់ឈាមហ្នឹងទៅវានឹងចេញលទ្ធផលជូនបងហើយអញ្ចឹងចំពោះការរងចាំលទ្ធផលរបស់តេស្ត glucose ហ្នឹងចាប់ពី10វិនាទីបន្ទាប់មកគឺតេស្ត uric acid គឺយើងរងចាំលទ្ធផល20វិនាទីនិងចុងក្រោយគេហ្នឹងគឺតេស្តខ្លាញ់គឺយើងរងចាំលទ្ធផល150វិនាទីអញ្ចឹងពេលដែលយើងតេស្តហើយយើងធ្វើការដកជាមួយនឹង strip test ហ្នឹងចេញអញ្ចឹងបើបងចង់តេស្ត uric acid ឬក៏ cholesterol ហ្នឹងគឺយើងធ្វើការដាក់ដូចគ្នាដាក់ SIM របស់វាចូលទៅយើងដាក់ strip test ដូចគ្នាអរគុណ